រៀបចំរបបអាហារ2ថ្ងៃស្រកបាន1គីឡូអីយ៉ារបស់គេថ្ងៃហ្នឹងមកជប់លៀងលួងខ្លួនឯងអាណាដៃម្ដងបងប្អូនមុននឹងស្រឡាញ់គេយើងត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនជាមុនសិនថ្ងៃហ្នឹងបេះដូងខ្ញុំប្រាប់ថាចង់ញ៉ាំខខាត់ណាពវៀនជ្រូកខ្លាំងណាស់អញ្ចឹងចាំកាលពេលចាក់មកតដងឲ្យបងប្អូនអូយមែនញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានដែរមុខនេះហ៎ធ្វើផ្លែតបានញ៉ាំលឿនហើយកាត់មកម្ដុំណាក៏ឃើញគួរចង់ញ៉ាំដែរដាក់ម៉ាត់ទៅគឺថាជាតិនោះជាតិហ៎បងប្អូនហើយខំត្រំអត់ត្រំឃ្លានយូរសែនយូររយៈពេល2ថ្ងៃដូច2ឆ្នាំអញ្ចឹងឥឡូវសម្រាប់គោលដៅបាន1គីឡូហើយអញ្ចឹងយើងមកជប់លៀងវិញម្ដងគ្រឿងផ្សំរបស់យើងបាច់ទៅរកណាឆ្ងាយតែតូបចាប់ហួយក្នុងភពហ្នឹងក៏មានដែរក្របម្ខាក់ក្របជីបន្ស៊ុយឈើអែមផ្កាច័ន្ទហាវឡើហើយនឹងម្រេចខ្មៅនេះងាយហ្មងហើយទិញពវៀនធំនឹងកាពះនេះអស់2គីឡូ2គីឡូនេះចំណាយតែ40000ទេបងប្អូនហើយខាត់ណា1គីឡូ1000យើងត្រូវការខ្ទឹមសខ្ទឹមក្រហមលីងច្រើនតិចមកខ្ទឹមសនេះបកទុកសបកលីតិចពេលដែលលីងទៅវាឈ្ងុយល្អហើយខ្ទឹមក្រហមនេះបកសបកចេញអស់ហើយហាន់វាទូចឲ្យហើយមកដើម្បីបុកវាឆាប់ម៉ត់ល្អអញ្ចឹងបងប្អូនរបៀបធ្វើងាយរបបចេកខ្ចីចឹងយើងឆាគ្រឿងតែមួយផ្លេតងាស់ចោលតែ40នាទីហ្នឹងបានញ៉ាំហើយបងប្អូនជាដំបូងយើងបុកគ្រាប់ជីបន្ស៊ុយនិងម្រេចជាមុនសិនបុកវារៀងម៉ត់តិចមិនណាគ្រាប់ពីរមុខហ្នឹងបើសិនយើងបុកទៅទេហ្មងវាអត់ងាយម៉ត់ទេតើបងប្អូនរែងវាអញ្ចឹងហើយបានវាម៉ត់លឿនណាមើលតែវារៀងល្អិតហើយចាំយើងដាក់ខ្ទឹមសខ្ទឹមក្រហមចូលមកតាមក្រោយបុកវាបន្តទៀតសម្រាប់ខ្ទឹមសខ្ទឹមក្រហមនេះមិនបាច់ចាំម៉ត់ពេកក៏បានដែរម្រេចខ្ទឹមសហើយគ្រាប់ម្ខាក់នឹងចូលគ្នាទៅនិយាយថាក្លិនគេនេះហាឈ្ងុយមកបដាតែប៉ុណ្ណឹងបានដែរយើងទុកវាមួយឡែកសិនហើយយើងបន្តមករៀបចំការច័ន្ទឈើអែមគ្រាប់ហាវឡាវដល់វាឲ្យបែកយើងញែកយកតែកន្លះគ្រាប់ទេចង់ខឆ្ងាញ់យើងធ្វើពវៀនធំជ្រូករបស់យើងនឹងឲ្យអស់ក្លិនស្អុយជាមុនសិនជាដំបូងបងប្អូនដាក់ខ្ទះស្អាតមួយមកពវៀនជ្រូកនឹងខ្ញុំបានលាងស្អាតអស់ហើយយើងដាក់វាចូលទៅហើយថែមអំបិលចូលមកបន្តិចអត់ថែមទឹកជាថែមអីណាបងប្អូនទុកវាចោលចឹងទៅយើងម្លិញវាឲ្យសប់ជាមួយនឹងអំបិលហ្នឹងណាម្លិញទៅម្លិញមកតែ2-3នាទីហ្នឹងវាចាប់ផ្ដើមចេញជាតិទឹកមកចង់អស់ហើយហ្នឹងវិធីសាស្ត្រសម្អាតពវៀនជ្រូករបស់ម៉ាក់ខ្ញុំកាគាត់នៅលក់ផាក់ឡូវពីមុនគាត់ធ្វើផាក់ឡូវលក់ឆ្ងាញ់លេខ1បងប្អូនព្រោះថាពវៀនជ្រូកគ្រឿងក្នុងជ្រូករបស់គាត់ធ្វើមកឡងស្អាតហ្មងហើយអត់បាក់ធ្វើអីច្រើនតែប៉ុណ្្នឹងគឺស្អាតធំក្លិនឈ្ងុយតែម្ដង3នាទីក្រោយមកវាចាប់ផ្ដើមចេញទឹកស្អុយរបស់វាហ្នឹងមកអស់លីងហ្មងអញ្ចឹងតែប៉ុណ្្នឹងយើងស្រង់ចេញមកណាចឹងហើយអត់តន់ចប់ទេយើងនៅយកវាទៅលាងទឹកម្ដងទៀតពវៀនជ្រូកខ្ញុំយកមកហ្នឹងអ្នកលក់គាត់បានបេះអាខាងក្នុងវាស្អាតអស់ហើយអាចប់ដីចប់អីហ្នឹងគេបេះស្អាតអស់រលីងអញ្ចឹងនៅតែសម្អាតអស់ក្លិនស្អុយតែប៉ុណ្្នឹងឯងបើថាបងប្អូនទិញមកប៉ះអត់តន់ធ្វើស្អាតទេយើងម្លិញវាជាមួយអំបិលចឹងហើយយើងត្រូវប្រឡាត់វាបេះយកដីនឹងចេញទៀតណាខ្ញុំលាងតែផ្នែកខាងក្រៅវាទេលាងប្រហែលជា7-8ទឹកទៀតដោះលាងវាចឹងបងប្អូនអស់អំអល់ណាដូចខ្ញុំនិយាយចឹងបើសិនជាពវៀនហ្នឹងបងប្អូនទិញមកអត់ស្អាតទេត្រូវប្រឡាត់វាបេះយកដីខាងក្នុងនឹងចេញឲ្យអស់សិនណាតែយើងធ្វើឲ្យស្អាតទេនៅពេលដែលខឆ្អិនទៅញ៉ាំប៉ះដីក្រៀតទៅអត់ឆ្ងាញ់ទេហើយស្អុយទៀតជ្រូកបើមានចប់សអញ្ចឹងយើងយកកបិតកោសចឹងបងប្អូនកោសមកដល់ធូហ្មងហើយបើថាយើងចំអិនវាទៅអញ្ចឹងញ៉ាំអត់កើតទេវារឹងណាខាត់ណា1គីឡូ1000ខ្ញុំដាក់ចំនួន1គីឡូសក់សបកវាឲ្យស្អាតហើយយកតែស្លឹកខ្ចីទេស្លឹកចាស់ចោលនិយាយពីខ្ជុងនេះវិញនិយាយថាផ្កាភ្លើងដល់ហើយហុយចុកហ្មងអញ្ចឹងមានតែតរអស់មកដាក់ភ្លើងជំនួសវិញបងប្អូនឃើញមុងហ្នឹងណាមិនមែនចងគេទេណាបងប្អូនមុងហាលចេកម្ដុំនេះគឺទីលានម៉ាក់ខ្ញុំគាត់ធ្វើប្រហុកហើយគាត់ហាលគាត់ចងមុងចឹងខ្លាច់ពងរយខ្លាច់អីចឹងណាអាណាមៃជាចម្បងហើយម្ដុំនេះអត់មានដីហុយទេនៅក្រោយឡើងស្រឡះរបស់មានថាឡានម៉ូតូបកាត់ឲ្យដីហុយចូលផ្ដេផ្ដាស់ទេបងប្អូនដែលសួររកប្រហុកត្រីកំភ្លៀងគេចាប់ផ្ដើមមានបដាតែប្រហុកសាច់វិញតតែកន្លះខែទៅ1ខែទៀតមិនមានទំធូរឲ្យថ្មីចឹងវាអត់តន់ងុំល្អតតិចទៀតបើវាងុំល្អបានចាប់ផ្ដើមលក់វិញត្រីយកមកនោះស្ត្រីស្រែយកមកពីអានាមហើយក៏មានច្រើនដែរធ្វើប្រហែលកម្លាំងខ្លួនឯងចឹងណាថាធ្វើទុកញ៉ាំតែពេលញ៉ាំមិនអស់ក៏លក់ខ្លះទៅសម្រាប់បងប្អូនដែលសួររកច្រើនឥឡូវមិនតាន់សួរទេចាំកន្លះខែទៅចាំសួរបានមានលក់បើនិយាយពីអ្នកលក់នេះវិញលក់មហាសានខ្ជិលហើយមិនដែលឃើញនិយាយមែនមកឥឡូវចាក់ខ្ទះខ្លាញ់ឲ្យក្តៅហើយដាក់គ្រាប់ម្ខាក់ចូលបន្តិចដើម្បីជំនួយពណ៌ឲ្យពវៀនជ្រូករបស់យើងនេះក្រហមស្អាតបងប្អូនបើមិនចង់ដាក់ក៏បានដែរព្រោះថាវាអត់មានសំខាន់ទេគ្រាន់វាជំនួយពណ៌ឲ្យក្រហមតែប៉ុណ្្នឹងឯងសំខាន់របស់យើងមានផ្កាច័ន្ទហាវឡាវនិងឈើអែមពវៀននឹងកាពះ2គីឡូខ្ញុំដាក់ចំនួនប៉ុណ្្នឹងយើងម្លិញគ្រឿងក្រៅទាំងអស់ហ្នឹងឲ្យឡើងឈ្ងុយសិនហើយចាំចាក់គ្រឿងដែលយើងបានបុកមុនហ្នឹងចូលមកទាំងអស់មកពេលម្លិញគ្រឿងអស់នេះបងប្អូនមិនប្រើភ្លើងខ្លាំងទេប្រើភ្លើងតែមួយល្មមទៅបានហើយនេះសារតែខ្ទះខ្ញុំស្ដាងខ្លាំងដល់ពេលចឹងទៅឃើញផ្សែងហុយតែគ្រឿងឡើងឈ្ងុយហើយយើងចាក់ស្ករត្នោតចូលមួយស្លាបព្រាបាយពេញហៀហ្មងថែមប្រេងខ្យងចូល2ស្លាបព្រាបាយទឹកស៊ីអ៊ីវខាប់កន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយរសជាតិប៉ុណ្ណឹងសូវប្រៃទេវារៀងឡំមកដោយសារតែពវៀនជ្រូកមិញយើងបានម្លិញវាជាមួយអំបិលអញ្ចឹងវាជាប់ជាតិប្រៃខ្លះហើយអញ្ចឹងមិនតាន់អាចថែមប្រៃទៀតយើងម្លិញគ្រឿងឡើងឈ្ងុយហើយយើងចាក់ពវៀនជ្រូកចូលកូរចូលគ្នាឲ្យវាឡើងឈ្ងុយបន្តទៀតសិនអូយបងប្អូនក្លិនឈ្ងុយណាស់នេះឈ្ងុយខ្លាំងណាស់ព
ពេលធ្វើឲ្យភ្លាមញ៉ាំភ្លាមៗនៅមិនចាំយូរទេព្រោះថាឃ្លានចង់ញ៉ាំមែនទេធ្វើនោះដូចចិត្តទៀតតែ40នាទីផុយមកល្មមញ៉ាំឆ្ងាញ់ពេលវាឡើងរីងទឹកបន្តិចយើងថែមទឹកជាចូលមកផ្ទល់អីណាបងប្អូនងាស់វាចោលមើលមកល្មមផុយដោយសារតែខ្ទះមិញស្ដាងខ្លាំងអញ្ចឹងទៅពេលដាក់ទៅវារៀងខ្លោចបន្តិចហើយខ្ញុំក៏ផ្ទេចូលឆ្នាំងបងប្អូនរើសយកឆ្នាំងរៀងក្រាស់មកធ្វើបានល្អមើលទៅពោះវៀនជ្រូករបស់យើងឡើងផុយខាស់ទឹកល្អហើយយើងក៏ចាក់កណាចូលមករាប់ពេលខ្ញុំខក្បាលជ្រូកឬមួយក៏ពោះវៀនជ្រូកទាំងដុំទាំងតាប់អញ្ចឹងចិត្តដាក់កណាជាងគេពេលយើងងាស់វារៀងផុយបន្តិចវាចូលជាតិជាមួយនឹងគ្រឿងខនឹងឆ្ងាញ់ហើយទឹកយើងបាច់ដាក់ច្រើនតែយើងលៃមើលមកល្មមតែសាច់របស់យើងផុយទឹកវានៅប៉ែប៉ាន់គ្រឿងហ្នឹងវាខាំជាប់ជាមួយសាច់ជាមួយបន្លែទៅញ៉ាំឆ្ងាញ់ចាក់មកពណ៌ឡើងតំណមែនតើហើយក្លិនរបស់គេវាឡើងឈ្ងុយប្រហើរតែម្ដងមិនថាខក្បាលជ្រូកខជើងជ្រូកខសាច់3ជាន់ខពោះវៀនអីបងប្អូនសាកប្រើក្របហាវឡាវនឹងលាជាមួយបកើនក្លិនខរបស់យើងឈ្ងុយខ្លាំងមែនតើហើយប៉ះជាមួយម្រេចកពតក្លិនក៏ឈ្ងុយរសជាតិគេក៏ងុំល្អធ្វើឲ្យស្លរបស់ខ្ញុំមកពេលនេះអែមតែម្ដងអញ្ចឹងមិនថាចង់ស្លឆ្ងាញ់វាអាស្រ័យទៅលើគ្រឿងទេសរបស់យើងដែរឥឡូវដល់វាកាប់ពោះវៀនហើយបងប្អូនឲ្យកាប់មកបាច់ទឹកខ្ចាយហ្មងទាំងអ្នកកាប់ទាំងកាមេរ៉ានេះគឺថាចាប់ផ្ដើមលួចញ៉ាំបដាហើយនៅខាងក្រៅក្លិនវាឈ្ងុយហើយពណ៌វាឡើងតំណងអញ្ចឹងទៀតអូត្រង់បានតែយីមែនបងប្អូនហើយទឹកវាអ្នកឡើងជាតិហ្មងទឹកក្នុងកាពះហ្នឹងចាក់វាស្រោចលើពោះវៀនហ្នឹងមកជាតិអស់តោះហ្មងចេះកាប់សាច់ប៉ណ្ណេះហើយចូលឆ្នាំចិននេះទៅលក់ផាត់ឡូវហើយតែបើថាតលក់ហ្នឹងគ្មានបានដើមបានចុងឲ្យទៅបងប្អូនព្រោះថាអ្នកលក់ហ្នឹងលក់រវល់តែភ្លក់រហូតចឹងពោះវៀនធំកន្លែងទៅហ្នឹងបងប្អូនកន្លែងទៅហ្នឹងជាតិណាខ្ទិះហ្មងហើយវាខ្លាញ់តិចចឹងទៅយើងខឡើងឈ្ងុយចឹងទៀតអូយយមែន2ថ្ងៃស្រក1គីឡូដល់ពេលនេះអាចឡើងដល់1គីឡូកន្លះវិញផងមិនដឹងអញ្ចឹងមិនថាកុំលងនឹងខ្លួនឯងខ្លាំងពេកស្រឡាញ់ខ្លួនឯងខ្លាំងពេកធ្វើខ្លួនឯងវេទនាវិញតាតែយ៉ាងណាក៏កុំធ្វើបាបខ្លួនឯងដែរយើងញ៉ាំអីដែលយើងចង់ញ៉ាំខ្លះទៅទោះថត់ឬស្គមមកខ្លួនយើងក៏នៅជាខ្លួនយើងដែរមែនអត់ថាតែទ្រឹស្ដីទាំងអស់ហ្នឹងហើយខ្ញុំតាំងចិត្តសរកគីឡូឡើងចង់2000ដងជីវិតថាមិនដែលបានសម្រេចយ៉ាងម៉េចមែនឃើញអីក៏ឆ្ងាញ់ឃើញអីក៏ជាតិដែរឥឡូវនេះ